ពេលនេះអ៊ីរ៉ង់បានចាញ់សង្គ្រាមហើយប៉ុន្តែមិនទាន់ព្រមចុះចាញ់គេនៅឡើយទេក្នុង24ម៉ោងនេះសហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំធំៗរបស់អ៊ីរ៉ង់ចោលអស់ហើយនិងបានកំទេចអស់ចំនួន 2000 កន្លែងចំណែកឯកងទ័ពជើងទឹកនិងកងទ័ពជើងអាកាសរបស់អ៊ីរ៉ង់វិញក៏ត្រូវបានសហរដ្ឋអាមេរិកកំទេចចោលខ្ទេចអស់ហើយដែរឥឡូវនេះមានប្រទេសអារ៉ាប់ចំនួន3ទៀតគេទើបតែប្រកាសថាគេនឹងចូលរួមជាមួយនឹងសហរដ្ឋអាមេរិកដើម្បីធ្វើសង្គ្រាមនេះប្រឆាំងជាមួយនឹងអ៊ីរ៉ង់ដែរតើហេតុអ្វីបានជាប្រទេសអារ៉ាប់ជាច្រើនខឹងសម្បាននឹងអ៊ីរ៉ង់នេះក៏ព្រោះតែអ៊ីរ៉ង់វាប្រហារទៅលើពួកគេដោយមិនរើសមុខអ៊ីរ៉ង់មិនបាញ់ពួកគេត្រឹមតែកន្លែងមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកនោះទេតែអ៊ីរ៉ង់បានបាញ់សន្តាគារផ្ទះអគាររបស់ពួកគេពីពេញទីកន្លែងប៉ុន្តែ 95% នៃមីស៊ីលដែលអ៊ីរ៉ង់បានបាញ់ទៅលើប្រទេសអារ៉ាប់ទាំងអស់នោះគឺត្រូវបានប្រព័ន្ធការពារដែនអាកាសទប់ទល់ជាប់អស់ហើយនៅសល់ត្រឹមតែ 5% តែប៉ុណ្ណោះដែលបានធ្លាក់ត្រូវដែលបានធ្វើឲ្យមនុស្សស្លាប់អស់ប្រហែលជា7នាក់ប្រទេសអារ៉ាប់ដែលត្រូវបានអ៊ីរ៉ង់វាប្រហារមានដូចជាអារ៉ាប៊ីសាអូឌីតសហព័ន្ធអារ៉ាប់រួមប្រទេសកាតាប្រទេសបារ៉ែននិងប្រទេសអូម៉ង់ប្រទេសអារ៉ាប់ទាំងអស់នោះបាននិយាយថាពួកគេមិនបានវាប្រហារទៅលើអ៊ីរ៉ង់ទេចុះមកđâyក៏អ៊ីរ៉ង់ឯងចង់មកបំផ្លាញទីក្រុងរបស់ពួកយើងអញ្ចឹងបើថាវាយទៅលើមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកទៅក៏មិនថាទេតែនេះបែរជាមកចង់បំផ្លាញទីក្រុងរបស់ពួកយើងទៅវិញនេះហើយគឺជាមូលហេតុដែលប្រទេសអារ៉ាប់ទាំងអស់នោះខឹងនឹងអ៊ីរ៉ង់ទោះជាយ៉ាងណាក៏ដោយសមត្ថភាពរបស់ប្រទេសអារ៉ាប់ទាំងអស់នោះគឺនៅមានកម្រិតខ្លាំងណាស់ពួកគេមានគ្រឿងអាវុធរបស់សហរដ្ឋអាមេរិកច្រើនពិតមែនប៉ុន្តែពួកគេមិនពូកែប្រើវាទេម្យ៉ាងទៀតអ្នកណាក៏ដឹងដែរថាប្រទេសអារ៉ាប់ទាំងហ្នឹងទាហានរបស់ពួកគេគឺអន់ទេប្រទេសទាំងហ្នឹងសុទ្ធតែជាប្រទេសអ្នកមានដែលបានដេកស៊ីដោយសារការលក់ប្រេងសហរដ្ឋអាមេរិកអាចឈ្នះអ៊ីរ៉ង់ក្នុងរយៈពេលខ្លីបានប៉ុន្តែក្នុងរយៈពេលវែងគឺមិនអាចបដូររបបនេះបាន 100% ទេប្រសិនបើមិនប្រើទាហានថ្មើរជើងចូលទៅដើម្បីបង្ខំផ្លាស់ប្ដូររបបនេះទាំងស្រុងដោយធ្លាប់បានធ្វើលើអ៊ីរ៉ាក់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តមានជំរឿតែ5យ៉ាងទេដើម្បីយកឈ្នះអ៊ីរ៉ង់បានយ៉ាងពិតប្រាកដទី1ផ្ដល់អាវុធទៅដល់ក្រុមប្រឆាំងនៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីធ្វើការបបោរទី2ឲ្យប្រទេសអារ៉ាប់ទាំងអស់នោះបញ្ជូនទាហានថ្មើរជើងរបស់ពួកគេឲ្យចូលទៅបដូររបបអ៊ីរ៉ង់ទាំងស្រុងដោយខ្លួនឯងទៅទី3លោកត្រាំត្រូវតែស្នើសុំទៅសហភាពសហរដ្ឋអាមេរិកដើម្បីបានច្បាប់ត្រឹមត្រូវដើម្បីបញ្ជូនទាហានអាមេរិករាប់សែននាក់ទៅអ៊ីរ៉ង់ទី4អ៊ីស្រាអែលបញ្ជូនទាហានថ្មើរជើងផ្ទាល់ខ្លួនរបស់ខ្លួនឯងចូលទៅទី5ប្រទេសអារ៉ាប់ទាំងអស់ទាំងអ៊ីស្រាអែលទាំងសហរដ្ឋអាមេរិកបញ្ជូនទាហានថ្មើរជើងចូលទៅទាំងអស់គ្នាទៅក្នុងចំណោមជំរឿទាំង5នេះខ្ញុំគិតថាមានតែជំរឿទី3ទេដែលវាអាចទៅរួចព្រោះប៉ង់ទៅលើប្រទេសអារ៉ាប់ទាំងអស់នោះពួកគេមិនហ៊ានទេមានតែសហរដ្ឋអាមេរិកតែប៉ុណ្ណោះដែលអាចធ្វើរួចប៉ុន្តែលោកត្រាំសម្រាប់ធ្វើបែបហ្នឹងឬក៏អត់នោះយើងមិនដឹងទេមានតែរងចាំមើលតែប៉ុណ្ណោះ